បាទសូមគោរពជំរាបសួរប្រិយមិត្តជាទីមេត្រីជ្រះថ្លាណាស់ញាតិញោមនៅប្រទេសបារាំងប្រគេនបច្ច័យសម្រាប់ការកសាងវត្តព្រៃថ្មីនិងព្រះវិហារផងដែរភាពល្បីល្បាញរបស់កូននេនតូសីហាបានធ្វើឲ្យញាតិញោមពុទ្ធបរិស័ទបានស្គាល់វត្តព្រៃថ្មីនិងតែងតែជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់នៅក្នុងការកសាងវត្តទាំងញាតិញោមនៅក្នុងប្រទេសនិងញាតិញោមដែលរស់នៅក្រៅប្រទេសរហូតមកដល់ពេលនេះវត្តព្រៃថ្មីដែលមានទីតាំងនៅក្នុងស្រុកទឹកឈូខេត្តកំពតមួយនេះគឺទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ពិសេសនោះគឺការកសាងនៅព្រះវិហារមួយសម្រាប់ញាតិញោមពុទ្ធបរិស័ទធ្វើបន្ទានកន្លងមកនេះព្រះតេជគុណលោកសុភ័ក្រដែលជាព្រះគ្រូចៅអធិការវត្តព្រៃថ្មីនិងនេនតូសីហាក៏តែងតែបានធ្វើបច្ចុប្បន្នភាពនៃការកសាងព្រះវិហារជាបន្តបន្ទាប់ជូនទៅដល់ញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបានជ្រាបជាបន្តបន្ទាប់ហើយនៅក្នុងរយៈពេលចុងក្រោយនេះព្រះវិហារនៅក្នុងវត្តបានឈានទៅដល់ការគូរគំនូរការដាក់ក្បាច់នៅតាមជញ្ជាំងនិងការក្រាលក្របាតនៅខាងក្នុងព្រះវិហារផងដែរនៅក្នុងពេលនេះដែរក៏មានញាតិញោមទាំងក្នុងប្រទេសនិងក្រៅប្រទេសតែមានសទ្ធាជ្រះថ្លាជឿជាក់នៅក្នុងព្រះពុទ្ធសាសនាពិសេសបងប្អូនញាតិញោមដែលស្រឡាញ់ចំពោះកូននេនតូសីហាបានចូលរួមបច្ច័យនៅក្នុងការក្រាលក្រនិងការចាក់ផ្លូវចូលទៅក្នុងវត្តផងដែរដើម្បីសម្រេចនូវក្តីបំណងរបស់នេនតូសីហានៅក្នុងការកសាងនៅព្រះវិហារមួយនេះជាក់ស្ដែងតាមរយៈវីដេអូមួយដែលបានចែករំលែកដោយព្រះអង្គគ្រូចៅអធិការវត្តពីញាតិញោមពុទ្ធបរិស័ទដែលនៅប្រទេសបារាំងដែលបានប្រគេនបច្ច័យសម្រាប់ការកសាងព្រះវិហារពោលគឺការក្រាលការ៉ូនៅខាងក្នុងព្រះវិហារនិងការចាក់ផ្លូវសម្រាប់ការចេញចូលនៅក្នុងវត្តបង្ហោះភ្ជាប់ជាមួយនឹងវីដេអូមួយនេះកាលពីពេលកន្លងទៅថ្មីនេះព្រះអង្គគ្រូចៅអធិការវត្តបានសរសេររៀបរាប់យ៉ាងដូចនេះថាជូនពរញាតិញោមនៅខាងប្រទេសបារាំងសុខចម្រើនជាមួយគ្នានោះនៅខាងក្នុងវីដេអូព្រះអង្គបានរៀបរាប់ឈ្មោះទៅកាន់ញាតិញោមទាំងអស់ដែលបានចូលរួមដូចតទៅឧបាសិកាច័ន្ទរោមានសទ្ធាជ្រះថ្លានៅក្នុងការក្រាលការ៉ូចំនួន50 អឺរ៉ូញោមឧបាសិកាច័ន្ទស៊ីថានិងស្វាមីចំនួន50 យូរ៉ូញោមឧបាសិកាលោកហុលនិងភរិយា50 អឺរ៉ូញោមឧបាសិកាវ័នទាវ60 អឺរ៉ូញោមឧបាសិកានុចណាង40 អឺរ៉ូញោមមុកមនីនិងស្វាមីចំនួន50 អឺរ៉ូញោមមុករម៉ាំងនិងភរិយា50 អឺរ៉ូមុកមយូឡែននិងស្វាមីចំនួន50 អឺរ៉ូមុកម៉ារីនិងស្វាមីចំនួន50 អឺរ៉ូមុកកឹមមេង30 យូរ៉ូសរុបបច្ច័យទាំងអស់ដែលទទួលបានគឺចំនួន580 អឺរ៉ូចូលរួមនៅក្នុងការក្រាលការ៉ូចំនួន480 អឺរ៉ូចូលរួមទិញថ្មសម្រាប់ចាក់ផ្លូវចំនួន100 អឺរ៉ូក្រោយពីព្រះអង្គបានរៀបរាប់នូវឈ្មោះញាតិញោមដែលបានចូលរួមនៅក្នុងការចូលរួមបច្ច័យក្នុងការកសាងព្រះវិហាររួចមកព្រះអង្គគ្រូចៅអធិការបានថ្លែងអំណរគុណចំពោះញាតិញោមដែលបានចូលរួមនិងបានជូនពរទៅដល់ញាតិញោមឲ្យទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនផងដែរក្រោយពីបានទស្សនានៅវីដេអូមួយនេះរួចហើយបងប្អូនមហាជនបានសម្ដែងនូវក្តីរំភើបត្រេកអរអនុមោទនានៅបុណ្យកុសលមួយនេះនិងសូមឲ្យការកសាងនៅព្រះវិហារមួយនេះបានឆាប់រួចរាល់ផងដែរ